ជាសំណាងផ្ទួនមែន Top 4 កម្មវិធី Rapper Fighter រដូវកាលទី1ប្រកាសចាញ់ចម្រៀងរួមគ្នាជាផ្លូវការនិងចុះហត្ថលេខាធ្វើជាទូរស័ព្ទឆន្ទៈឲ្យក្រុមហ៊ុនភេសជ្ជៈល្បីមួយថែមទៀតកាលពីថ្ងៃទី26ខែតុលាស្ថានីយទូរទស្សន៍ PNN បានរៀបចំកម្មវិធីមួយហៅថា Idol Music Party ដែលមានការចូលរួមពីថ្នាក់ដឹកនាំ PNN សិល្បករសិល្បករនីនិងអ្នកគាំទ្រជាច្រើនកកកម្មវិធីធ្វើឡើងដើម្បីបង្ហាញពីតន្ត្រីផងនិងប្រកាសទូរស័ព្ទឆន្ទៈផងដោយនាំមកនូវភាពរំភើបថ្មីសម្រាប់អ្នកស្រឡាញ់តន្ត្រី Rap កម្មវិធី Idol Music Party បានបង្កើតបរិយាកាសរីករាយបែប Party Rap អ្នកចម្រៀង Top 4 ទាំង4រូបរួមមាន OG Golden ដែលជាម្ចាស់ពាន Rapper Fighter រដូវកាលទី1 Rango Imi និង Thoro បានសម្ដែងបទចម្រៀងថ្មីជិត10បទដើម្បីញ៉ាំកម្មវិធីឲ្យកាន់តែរីករាយនិងជាពិសេសគឺបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់ fan ក្នុងចំណោមនោះបទចម្រៀងដែលទាក់ទាញចំណាប់អារម្មណ៍ច្រើនជាងគេគឺបទ Idol Star ដែលនឹងត្រៀមចេញជា full music video ក្នុងពេលឆាប់ៗនេះហើយលើពីនេះកម្មវិធីក៏បានបង្ហាញនូវ spot ពាណិជ្ជកម្មថ្មីចំនួន4របស់ Idol Drink ដែលសម្ដែងដោយផ្ទាល់ពីតារាចម្រៀង Top 4 ទាំង4រូបនេះតែម្ដងក្នុងឱកាសពិសេសនោះក្រុមហ៊ុន Idol Drink ក៏បានប្រកាសជាផ្លូវការថា OG Golden, Rango, Imi និង Thoro ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈ New Gen របស់ Idol Drink កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុន Idol Drink បានប្រកាសលោក G David ជាទូតសុឆន្ទៈឈានចូលដល់ខែតុលានេះបានប្រកាសទូតសុឆន្ទៈ4រូបទៀតហើយគេបានមើលឃើញថាការជ្រើសរើសអ្នកចម្រៀងវ័យក្មេងជាទូតសុឆន្ទៈគឺជាការពង្រឹងភាពជឿជាក់និងថាមពលយុវវ័យហើយការរៀបចំកម្មវិធី Idol Music Party នេះក៏ត្រូវបានគេចាត់ទុកថាជាសញ្ញាមួយនៃភាពរីកចម្រើនសិល្បៈ Rap ក៏ដូចជាបង្ហាញពីការគាំទ្ររបស់ Idol Drinkចំពោះវិស័យតន្ត្រីនៅកម្ពុជាយើងផងដែរដល់ពេលហើយដល់ពួកយើងត្រូវឈូឆាយដល់ពេលវេលាមួយដល់ពួកយើងត្រូវស្គាល់ខាងធ្វើឲ្យគ្រប់គ្នាមើលមកពួកយើងដូចប្រកែកស្គាល់តែយើងខ្លាំងមានកម្លាំងមិននេះដែរពួកយើងបានរៀមមកមានពលឺដូចសានរ៉ៃពួកយើង